ឡើងពីពេញមកការមិត្តភ័ក្ដិនៅសៀមរាបពុះពៀណាមកដល់ម៉ោង5ព្រឹកមកដល់ភ្លាមនាំគ្នារៀបចំខ្លួនទៅហែជំនូននិយាយទៅគឺបញ្ញាបញ្ញាប់ខ្លាំងមែនតើមកការមិត្តភ័ក្ដិខ្ញុំនេះហើយខ្ញុំបានចុះពីពេញទៅសៀមរាបហ្នឹងខ្ទង់ម៉ោង11យប់ហើយពីអ្នកមិត្តភ័ក្ដិខ្ញុំអាសាទៅសៀមរាបមែនតើហើយខ្ញុំតែងតែជិះជាមួយនឹងក្រុមហ៊ុនដឹកអ្នកតាណា e-booking ពេលដែលខ្ញុំធ្វើដំណើរជាមួយនឹង e-booking គឺមានអារម្មណ៍ថា warm welcome ខ្លាំងមែនតើហើយធានាសុវត្ថិភាពមានផាសុខភាពនៅពេលដែលយើងធ្វើដំណើរមានអារម្មណ៍ថាមានការយកចិត្តទុកដាក់បានល្អខ្ញុំជិះជាប្រភេទឡានគេងយប់ hotel bus គេមានក្រែមួយហើយជាមួយនឹងក្រែ2ស្បែកកន្លែងគេងវិញធំទូលាយអត់ច្អៀតទេដំណើរនៅលើឡានក្រុងមែនប៉ុន្តែខ្ញុំគេងលក់ស្រួលណាមានអារម្មណ៍ថាដូចនៅផ្ទះខ្លួនឯងអញ្ចឹងនេះបន្ទប់ទឹកនៅក្នុងឡានក្រុងមកខ្ញុំអត់ប្រាប់ទេអ្នកគ្នាស្មានតែនៅផ្ទះហើយនេះខ្ញុំរីកមិនមែនតែនចង់ឡើងពីពេញទៅសៀមរាបចុះពីសៀមរាបទៅពេញទៅគោលដៅអីផ្សេងទៀតខ្ញុំណែនាំឲ្យធ្វើដំណើរជាមួយនឹង e-booking ហ្មងអាចកក់សំបុត្រឡានតាមរយៈលេខទូរស័ព្ទឬក៏ app e-booking ក៏បានដែរហើយមួយទៀតក៏មានបញ្ចុះតម្លៃ 30% ដែររាល់ការកក់សំបុត្រឡានតាម app ប្រើប្រម៉ូកូដ welcome ថ្ងៃអង្គារថ្ងៃពុធថ្ងៃពហុចាចំណេញមែនតើឥឡូវកូនកំមុំបង្ហាញមុខអីចាកូនកំមុំនេះរៀនមួយខ្ញុំតាំងពីថ្នាក់ទី5ហើយក៏ជាដៃគូរៀនមួយគ្នាដែររៀនបកែដូចគ្នាដែរហ្នឹងណាហើយបានមកការមិត្តភ័ក្ដិនៅសៀមរាបក៏ឆ្លៀតបានដើរលេងសៀមរាបដែរតំបន់ដើរលេងហើយទៅគឺថាចោលអត់បានទេប្រាសាទអង្គរវត្តយ៉ាងដែរតើមានមិត្តភ័ក្ដិការនៅសៀមរាបអញ្ចឹងចប់កម្មវិធីការអាចមកដើរលេងបានទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយបាយបាយ